việc xua ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមស្រឡាញ់ឧបករណ៍ខ្លុយខ្មែរថ្ងៃនេះខ្ញុំចេញវីដេអូមួយដែលជាចម្ងល់របស់បងប្អូនរបស់យើងទាំងអស់គ្នាដែលគាត់ចំណាំសួរខ្ញុំថាឃើញខ្ញុំផ្លុំខ្លុយប្រើដង្ហើមបែបម៉េចកុំឲ្យដាច់បាទកុំឲ្យដាច់ដង្ហើមហើយមានវិធីសាស្ត្រណាដែលផ្លុំទៅដង្ហើមរបស់យើងគឺលេងបានទៅរហូតជាមួយបទចម្រៀងដែលយើងអត់ចេះដាច់សោះអត់ចេះដាច់ខ្យល់ពីក្នុងខ្លុយដែលយើងផ្លុំនេះសោះអញ្ចឹងគឺសំណួរនេះបងប្អូនតែងតែសួរខ្ញុំជានិច្ចហើយខ្ញុំតែងតែចង់បកស្រាយដែរតែអត់ទាន់មានឱកាសអញ្ចឹងថ្ងៃនេះបងប្អូនខ្ញុំបកស្រាយជូនហើយក៏មេត្តាសុំទោសមុនខ្ញុំបកស្រាយគឺខ្ញុំសុំទោសទុកជាមុនដោយសារសំណួរនេះគឺខ្ញុំក្នុងពិបាកក្នុងការឆ្លើយប៉ុន្តែក៏វាមិនមែនជាការលាក់បាំងអីដែរហើយក៏មិនមែនជាការកំណាញ់អីដែរតាមពិតទៅមេរៀនខ្ញុំផ្សេងខ្ញុំចែកច្រើនតកតងជាមួយនឹងការរៀនខ្លុយហើយនឹងការបញ្យល់ផ្សេងតកតងជាមួយនឹងឧបករណ៍ខ្លុយខ្មែរនេះប៉ុន្តែតកតងជាមួយនឹងការប្រើប្រាស់ដង្ហើមគឺខ្ញុំពិបាកក្នុងការចែករំលែកជូនបងប្អូនទាំងអស់គ្នាបាទអញ្ចឹងគឺខ្ញុំមានតែពាក្យសុំទោសទុកមុនទេការប្រើប្រាស់ដង្ហើមដែលខ្ញុំលេងជាមួយខ្លុយសប្តាហ៍ថ្ងៃដើម្បីផ្លុំកុំឲ្យដាច់នេះគឺខ្ញុំចេះដោយខ្លួនឯងខ្ញុំអត់មានគ្រូណាបង្រៀនខ្ញុំទេខ្ញុំនិយាយតាមត្រង់បងប្អូនណាអញ្ចឹងគឺខ្ញុំប្រឹងប្រែងខ្ញុំចង់ចេះអ្វីមួយគឺខ្ញុំប្រឹងប្រែងខ្ញុំព្យាយាមស្វែងយល់ខ្ញុំមិនដែលបោះបង់ហើយក៏មិនដែលធុញវាដែរខ្ញុំរៀនវាតតែចេះឧបករណ៍មួយគឺខ្ញុំតតែចេះតែម្ដងគឺបាទទើបខ្ញុំអាចរកឃើញយើងនិយាយថារកឃើញខ្លួនឯងបាទអញ្ចឹងគឺខ្ញុំអត់បោះបង់ទេខ្ញុំប្រឹងប្រែងណាក្នុងការលេងខ្លុយដំបូងខ្ញុំចែកចម្លែកបន្តិចចុះតើតើជាមួយនឹងឧបករណ៍ខ្លុយខ្មែរដំបូងខ្ញុំដូចបងប្អូនចឹងបងប្អូនមួយចំនួនដែលគាត់ទើបតែចេះឬក៏គាត់ទើបតែរៀនណាគឺដូចគ្នាអញ្ចឹងយើងសពេចសពិលយើងអត់យល់យើងអត់បានរៀនពីវាឲ្យបានច្បាស់លាស់អញ្ចឹងគឺខ្ញុំចេះអត់មានគ្រូទេក្នុងការដែលខ្ញុំផ្លុំលើកដំបូងបាទបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមរៀនម្រាមដៃខ្ញុំរៀនធ្វើខ្លុយលេងខ្លួនឯងទេខ្លុយដែលខ្ញុំទិញគឺមិនដើមតែ 3000 រៀលទេដែលខ្ញុំនិយាយឆ្នាំនិយាយជូនបងប្អូនកាលហ្នឹងគឺខ្ញុំទិញនៅខាងខេត្តកែបខ្ញុំទៅលេងនៅហ្នឹងអញ្ចឹងគឺខ្ញុំស្រឡាញ់ខ្លុយខ្ញុំឆ្លៀតទិញម្ដើមយកមកលេងប៉ុន្តែវាអត់ល្អវាអត់ព្រោះក៏ខ្ញុំចាប់ដើមកែកន្លែងហ្នឹងទៅកែទៅធ្វើឲ្យវាតឹងកន្លែងហ្នឹងរៀងតឹងជាងមុនទៅហើយយើងលេងទៅមានអារម្មណ៍ថាស្ដាប់ទៅវារៀងកលួចជាងមុនអញ្ចឹងខ្ញុំចាប់ដើមរៀនផ្លុំតតែចេះសាច់បត់សិនខ្ញុំព្យាយាមស្ដាប់បត់ហ្នឹងមកឃ្លាគេផ្លុំមិនហើយកន្លែងណាខ្លះតែខ្ញុំចាប់ទៅវារៀងសំនៀងរបស់វាហ្នឹងស្តៀងជាមួយនឹងកន្លែងឃ្លាក្នុងបត់ហ្នឹងគឺខ្ញុំចាប់តែឃ្លាហ្នឹងឯងខ្ញុំចាប់ឃ្លាហ្នឹងទុករហូតខ្ញុំហាត់តែឃ្លាហ្នឹងរហូតតតែខ្ញុំ start ឃ្លាហ្នឹងទើបខ្ញុំតទៅមួយឃ្លាបន្តិចទៀតបន្តគ្នាហ្នឹងខ្ញុំអត់ចាំបាច់ច្រើនគ្រាប់ទេខ្ញុំផ្លុំ2 3គ្រាប់អីចឹងណាប៉ុន្តែ2 3គ្រាប់ហ្នឹងគឺខ្ញុំព្យាយាមឲ្យដូចជាមួយនឹងបត់ដើមរបស់គេអញ្ចឹងពេលដែលខ្ញុំបានបត់ហ្នឹងហើយខ្ញុំបានឃ្លាទាំងអស់ហ្នឹងហើយខ្ញុំបោកចូលគ្នាលេងខ្ញុំលេងបោកចូលគ្នាហើយដំបូងគឺខ្ញុំផ្លុំដាច់ដូចបងប្អូនអស់គ្នាដែរដង្ហើមរបស់ខ្ញុំគឺផ្លុំដាច់ដូចគ្នាតែខ្ញុំអត់តូចចិត្តទេខ្ញុំនៅតែព្យាយាមថាគេធ្វើយ៉ាងម៉េចគេផ្លុំយ៉ាងម៉េចបានអត់ដាច់ដង្ហើមខ្ញុំព្យាយាមមើល YouTube ច្រើនហើយបងប្អូនតែខ្ញុំនៅតែអត់យល់ចុងក្រោយគឺខ្ញុំយល់ដោយខ្លួនឯងខ្ញុំព្យាយាមដោយខ្លួនឯងចេះដោយខ្លួនឯងអត់មានអ្នកណាគ្រូណាបរៀនខ្ញុំផ្លុំដើម្បីកុំឲ្យដាច់ដង្ហើមនោះទេគឺខ្ញុំចេះដោយខ្លួនឯងហ្មងមិនមែនអួតទេប៉ុន្តែគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ហ្មងហើយបងប្អូនសួរមួយទៀតបាទកុំឲ្យថាខ្ញុំនិយាយខ្លីពេកសំណួរមួយទៀតបងខ្លុយមិនដែលយើងផ្លុំទៅព្រោះបងឧបករណ៍ខ្លុយមិនថាឧបករណ៍ខ្លុយឧបករណ៍ផ្សេងឲ្យតែឧបករណ៍ភ្លេងគឺព្រោះទាំងអស់សំខាន់យើងអ្នកលេងយើងលេងអារម្មណ៍របស់យើងលេងឲ្យព្រោះឬក៏យើងលេងឲ្យថ្លង់គេថ្លង់ឯងអញ្ចឹងណាអាហ្នឹងគឺជាសំណួរមួយទៀតដែលបងប្អូនចំណាំសួរខ្ញុំហើយគាត់សួរទៀតថាបងខ្លុយបែបម៉េចផ្លុំទៅព្រោះខ្លុយតង់អីព្រោះជាងគេអត់មានតង់ណាព្រោះជាងតង់ណាទេសំខាន់ឲ្យតែបងលេងត្រូវឲ្យបងលេងព្រោះតង់ណាក៏ព្រោះដូចគ្នាដែរបងបាទសំខាន់លើបទចម្រៀងដែលយើងលេងតែយើងលេងបែបម៉េចទម្រង់យើងលេងកែបែបកំសត់បែបញាក់បែបរំបែបឡាំលាវអីចឹងផ្សេងណាព្រោះដូចគ្នាសំខាន់ឲ្យតែយើងលេងត្រូវបាទអារម្មណ៍របស់យើងលេងល្អហើយខ្ញុំមិនមែនថាខ្ញុំអ្នកលេងត្រូវលេងអីខ្ញុំគ្រាន់តែអ្នកធ្វើទេបងប្អូនខ្ញុំគ្រាន់តែអ្នកធ្វើឧបករណ៍នេះទេមិនមែនជាអ្នកផ្លុំអាជីពអីខ្លាំងដូចគេទេមកផ្លុំបានតែបង្ហាញសំនៀងវាដើម្បីឲ្យបងប្អូនឃើញថាខ្លុយខ្ញុំលក់ហ្នឹងគឺជាប្រភេទខ្លុយបែបហ្នឹងបែបអាជីពអញ្ចឹងណា
បាទត្រឡប់មកវិញអញ្ចឹងតាក់ទងជាមួយនឹងការប្រើប្រាស់ដង្ហើមបងប្អូនឈប់ឆ្ងល់ហើយឈប់សួរខ្ញុំឈប់ឲ្យខ្ញុំចែករំលែករឿងដង្ហើមនឹងទៀតទៅរឿងដង្ហើមនឹងគឺខ្ញុំប្រាប់បងប្អូនថាខ្ញុំចេះដោយខ្លួនឯងទេបាទឲ្យខ្ញុំបង្រៀនហ្មងគឺខ្ញុំបង្រៀនអត់ចេញទេបងប្អូនជំរាបតាមត្រង់គឺខ្ញុំបង្ហើបអត់ចេញតែម្ដងអត់ដឹងបរៀនពីណាទៅណាមុនណាដោយសារដង្ហើមគឺខ្ញុំលេងជាទូទៅខ្ញុំបើតាមចំោះបញ្ចូលហើយខ្ញុំផ្លុំចេញតាមមាត់ដូចតែគេដូចតែឯងអ្នកផ្លុំខ្លុយដូចគេដូចទូទៅអញ្ចឹងណាដូចគ្រូផ្សេងគាត់ផ្លុំដែរអញ្ចឹងគឺខ្ញុំផ្លុំអត់មានចាំបាច់ធ្វើមាត់ប៉ោងអីឬក៏ដកដង្ហើមធំពណ៌មាត់យើងសំខ្យល់អីប៉ោងអីច្រើនអីអត់ទេគឺខ្ញុំអត់ធ្វើជាទូទៅគឺខ្ញុំផ្លុំមាត់ខ្ញុំមិនគឺនៅអញ្ចឹងតម្រង់ពណ៌ខ្ញុំមិនគឺនៅធម្មតាអញ្ចឹងអត់ចាំបាច់ប៉ោងទេព្រោះអីគឺជាទម្លាប់របស់ខ្ញុំព្យាយាមស្វែងយល់ពីវាហើយខ្ញុំព្យាយាមសន្សំខ្យល់ហ្នឹងធ្វើម៉េចកុំឲ្យប៉ោងដល់ពេលប៉ោងផ្លុំទៅមិនសូវស្អាតឥឡូវសាកបងប្អូនសាកមើលតាមខ្ញុំទៅចឹងបាទគឺខ្ញុំដកដង្ហើមធម្មតាខ្ញុំព្យាយាមលួចចម្លាក់ដង្ហើមមកខ្ញុំអញ្ចឹងខ្ញុំអត់ធ្វើមាត់ប៉ោងទេអញ្ចឹងសំណួរហ្នឹងបងប្អូនឈប់សួរទៀតទៅតាក់ទងជាមួយនឹងសំណូមពរខ្ញុំបង្រៀនពីដង្ហើមពីការប្រើប្រាស់ដកដង្ហើមហ្នឹងលើខ្លុយហ្នឹងផ្លុំមិនកុំឲ្យដាច់ហ្នឹងខ្ញុំពិបាកបង្រៀនខ្ញុំនិយាយមានបងប្អូនខ្ញុំសុំទោសមែនតើហ្នឹងអត់លាក់អត់ចិត្តអាក្រក់អត់កំណាញ់ទេប៉ុន្តែអាចចំណុចនេះគឺខ្ញុំពិបាកក្នុងការបង្រៀនមែនបងប្អូនជំរាបតាមត្រង់គឺខ្ញុំចេះតែខ្លួនឯងទេហើយដល់ពេលខ្ញុំទៅបរៀនចំណុចដង្ហើមនេះគឺខ្ញុំតអត់រួចមកទៅរួចចំណុចផ្សេងក្នុងមេរៀនគឺខ្ញុំបរៀនបានតែដង្ហើមមួយគឺអត់ខ្ញុំអត់អាចបង្ហាញឲ្យរួមទៅមិនមែននេះវាពិបាកក្នុងការបរៀនហ្មងអត់ដឹងថាម៉េចទេព្រោះអីខ្ញុំជាទូទៅទម្លាប់របស់ខ្ញុំដល់ពេលខ្ញុំបរៀនដង្ហើមហ្នឹងវាអត់មានកន្លែងអនុវត្តកាយវិការដូចម្រៀមដៃយើងទេព្រោះអាហ្នឹងនៅខាងក្នុងយើងបើកខ្យល់ចូលតែយើងផ្លុំចេញវិញយើងចេះដកចេះទប់ដង្ហើមចេះមានថាយើងប្រើតិចនិចហ្នឹងតិចនិចបាទអញ្ចឹងខ្ញុំអត់ធ្វើឲ្យផ្សេងច្រើនទេតែទៅមួយដង្ហើមហ្នឹងខ្ញុំហាត់ព្យាយាមហាត់បងប្អូនហាត់ទៅហាត់មករហូតចេះហើយកុំឲ្យតែយើងយកខ្លុយទៅទប់ចោលជៀសវាងយើងយកទិញហើយយើងយកទៅទប់ចោលជៀសវាងយើងផ្លុំគំរោះគំរើយើងលេងអត់កើតយើងធុញយើងខឹងបោះចោលឬក៏ទុកវាចោលហ្នឹងបងប្អូនអត់ចេះទេខ្ញុំនិយាយតាមត្រង់ឧបករណ៍ខ្មែរមួយមិនងាយចេះទេខ្ញុំនិយាយមែនណាមិនថាឧបករណ៍ខ្មែរទេឧបករណ៍ដទៃទៀតក៏ចឹងដែរដូចគ្នាឲ្យតែឧបករណ៍ដែលអត់មានខ្ទង់មើលតែនេះមានក្របមើលតាបាទមានក្របមើលយើងរាប់រៀមដៃហើយយើងរៀនស្ដាប់ឲ្យបានច្រើនទេយើងដឹងថាបទហ្នឹងគេលេងមិនហើយដង្ហើមនឹងគេប្រើប្រាស់របៀបម៉េចតើបងប្អូនព្យាយាមដោយខ្លួនឯងកុំចាំតែគេប្រាប់កុំចាំតែមើលតាមគេកុំចាំតែរបស់ហ្នឹងវាងាយពេកយើងប្រឹងអត់មានការរៀនណាស្រួលទេបងប្អូននិយាយតាមចេះសំទោសអត់មានការរៀនណាគឺងាយស្រួលសម្រាប់បងប្អូនអត់មានការងារអីគឺរកចំណូលបានដែលយើងអង្គុយកងតែខ្លាទេតោះតែយើងប្រឹងពីនាយទៅដែរយើងអាចអង្គុយលុយបានណាបងប្អូនឬក៏យើងអាចចេះបានបើសិនជាយើងអត់ទុកចោលអញ្ចឹងចំណេះដឹងអត់មានអីច្រើនទេតែទៅមួយមេរៀននេះខ្ញុំចង់បញ្យល់បងប្អូនតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនអរគ្នាហើយក៏សូមអធិស្ឋានសូមទោសផងបងប្អូនដែលខកខានមេរៀនមួយចំនួនឬក៏ភ្ញៀវដែលគាត់រងចាំខ្លុយណាយើងយូរបន្តិចដោយសារខ្ញុំមួយថ្ងៃហ្នឹងក៏រវល់ច្រើនហើយអញ្ចឹងបងប្អូនមេរៀនផ្សេងចម្ងល់ផ្សេងខ្ញុំផ្សាយជូនបានតែមេរៀនដង្ហើមនេះបាទសូមទោសបងប្អូនសូមទោសម្ដងហើយម្ដងទៀតកុំប្រកាសប្រកាន់ខ្ញុំអីបាទហើយបើសិនជាបងប្អូនចង់បានខ្លុយមិនថាខ្លុយតូចខ្លុយធំយកទៅលេងប្រគំវង់ភ្លេងសម័យបុរាណអីបងប្អូនអាចតាក់ទងមកបានណាយើងមានគ្រប់តុងបងប្អូនមើលដៃខ្ញុំនេះក៏មានដែរណាតុងយើងមានច្រើនអញ្ចឹងបងប្អូនចង់បានតុងអីកំង
បែបម៉េចយកទៅលេងបទចម្រៀងហ្នឹងបែបម៉េចតម្រង់ម៉េចប្រាប់ណាអញ្ចឹងបងប្អូនអាចឆាតចូល page បានឬក៏ account TikTok របស់ខ្ញុំឬក៏ account Telegram ខ្ញុំនឹងដាក់ជូនអរគុណច្រើនបងប្អូនអរគ្នា